ចឹងខ្ញុំសូមជូនប្រតិកម្មនានាបន្ថែមទៀតដែរនៅខាងពីខាងប្រទេសថៃហ្នឹងគឺប្រតិកម្មរបស់ខាងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃគឺលោកណតផុនណាត់ផានិកបាទគាត់បាននិយាយនៅថ្ងៃប្រហែលនេះដែរថាគឺមេបញ្ជាការតាមអង្គភាពនានាគឺបានទទួលបទបញ្ជាបាទបទបញ្ជាឲ្យឆ្លើយតបជាមួយនឹងភាគីកម្ពុជាគាត់ប្រាប់ពាក្យថាការឈ្លានពានរបស់កម្ពុជាបាទទៅតាមច្បាប់សឹកច្បាប់ប្រយុទ្ធណាគឺដោយមិនចាំបាច់រងចាំបញ្ជាពីអគ្គមេបញ្ជាការកងទ័ពនោះទេបាទគឺបាទគាត់នឹងគឺគាត់បានជម្រាបទៅដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានហើយគឺមានបញ្ជាក់ថាកម្រិតនៃការដែលអាចនឹងឆ្លើយតបជាមួយនឹងកម្ពុជានឹងគឺមានតាមកម្រិតរបស់ខ្លួនណាកម្រិតរបស់ខ្លួនហើយដោយឡែកគឺអ្នកនាំពាក្យរបស់ខាងយោធាថៃលោកវិនថៃសូវ៉ារីគាត់ក៏បានបញ្ជាក់ផងដែរថាចោទប្រកាន់ភាគីកម្ពុជានឹងថាខិតខំបំភ្លៃព័ត៌មានបាទបំភ្លៃព័ត៌មានពាក់ព័ន្ធជាមួយនឹងការប៉ះទង្គិចគ្នាមិនជាប៉ះទង្គិចគឺតកតងជាមួយនឹងការវាយប្រហាររបស់ថៃមកលើប្រជាពលរដ្ឋកម្ពុជានេះថាកម្ពុជាគឺជាអ្នកបាញ់មុនហើយកម្ពុជាគឺជាអ្នកបំភ្លៃព័ត៌មានអំពីការដាក់មីនដាក់អីហ្នឹងបាទបើអញ្ចឹងគឺខាងថៃគាត់ចាប់ផ្ដើមរៀបចំជាសេណារីយ៉ូនិយាយសូត្រតាមគ្នានៅអ្វីដែលបានកើតមានឡើងដោយគាត់ថាកម្ពុជានឹងប្រើនៅយុទ្ធនាការបំភ្លៃព័ត៌មានប្រើតាំងពីអង្គភាពរដ្ឋាភិបាលប្រើតាំងពីសារព័ត៌មានក្នុងស្រុកហើយនឹងសាធារណជនរបស់កម្ពុជាផងដើម្បីផ្សាយព័ត៌មានคล้ายៗដើម្បីធ្វើឲ្យមានការភ័ន្តច្រឡំនិងការយល់ខុសបាទអញ្ចឹងនេះគឺជាខាងភាគីថៃហើយនៅក្នុងការវិវត្តមួយទៀតហ្នឹងគឺខាងប៉ូលីសបាទខាងប៉ូលីសក៏គាត់ត្រៀមកម្លាំងនៅក្នុងខេត្តស្រះកែវចំនួន200នាក់ដើម្បីត្រៀមក្នុងករណីដែលយកមកភក់តំបន់ដែលមានចំនួននេះដើម្បីបង្ក្រាបពលរដ្ឋកម្ពុជាបាទនឹងផងដែរអញ្ចឹងនេះជាការវិវត្តមួយទៀតហើយគឺមួយទៀតចុងក្រោយបាទសូមចុងក្រោយគឺខាងថៃក៏បានបង្ហាញនៅអាវុធធុនធ្ងន់ដែលអាចបាញ់បានច្រើនគ្រាប់នេះដោយដែលក្នុងរូបដែលខ្ញុំបានបង្ហាញណាហើយនៅពេលដែលអ្នកសារព័ត៌មានសួរថាតើអាវុធនេះគឺអាចនឹងយកទៅប្រើប្រាស់នៅក្នុងការប្រយុទ្ធជាមួយនឹងកម្ពុជាទេបាទគឺខាងថៃគាត់ថាកំពុងពិភាក្សាជាមួយនឹងអគ្គមេបញ្ជាការសិនតើអាចនឹងយកទៅប្រើឬក៏យ៉ាងណាបាទអញ្ចឹងបានន័យថាគាត់បង្ហាញអាវុធចំពេលកើតមានភាពតានតឹងជាមួយនឹងកម្ពុជាចាំពេលដែលនាយករដ្ឋមន្ត្រីរបស់ថៃបាននិយាយថាគាត់បានផ្ដល់សិទ្ធិទៅដល់ទាហានឲ្យប្រើកម្លាំងពេញលេញតែម្ដងក្នុងការពារអធិបតេយ្យភាពរបស់គាត់ហ្នឹងបាទគាត់បង្ហាញនៅអាវុធធុនថ្មីរបស់គាត់នេះដែលទើបតែផលិតបានដំឡើងនៅក្នុងប្រទេសថៃហើយមានបច្ចេកវិទ្យាខ្លះមកពីប្រទេសចិនបាទនេះគឺជាអ្វីដែលវិវត្តហើយខាងក្រសួងការបរទេសថៃហ្នឹងក៏បានចេញសេចក្តីថ្លែងការណ៍ពន្យល់អំពីហេតុការណ៍ដែលបានកើតមានឡើងតាមជ្រុងរបស់ថៃចឹងខ្ញុំសូមមិនចូលលម្អិតទៅលើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់ថៃទេនាយករដ្ឋមន្ត្រីថៃហ្នឹងតើផ្ដល់អធិភាពទៅលើប្រទេសរបស់ខ្លួនដោយយ៉ាងណាឬក៏អ្វីដែលនាយករដ្ឋមន្ត្រីថៃកំពុងតែធ្វើនេះគឺជាការមួយក្រាលផ្លូវសម្រាប់ការឃោសនាបោះឆ្នោតរបស់ខ្លួននៅឆ្នាំក្រោយឬទេបាទអញ្ចឹងគឺដូចដែលខ្ញុំបានបញ្យល់ទៅដល់ប្រិមិត្តកាលពីម្សិលមិញណាចូលប្រិមិត្តណាចូលក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកដែលខ្ញុំបានបញ្យល់អំពីអ្វីដែលថៃនាយករដ្ឋមន្ត្រីថៃនិយាយហ្នឹងបាទគឺអ្វីដែលអនុប្រធានគណៈបព្វប្រឆាំងនិយាយមកនេះគឺដូចដែលខ្ញុំបានយកមកជម្រាបជូនប្រិមិត្តកាលពីម្សិលមិញដែរដូចគ្នាគឺគាត់និយាយពីរឿងរ៉ែកម្រគាត់បាននិយាយពីរឿងរ៉ែកម្រគាត់និយាយពីរឿងបង្ក្រាបលបែងអនឡាញហើយនឹងការដែលនាយករដ្ឋមន្ត្រីថៃហ្នឹងធ្វើហ្នឹងគឺឲ្យនឹងប៉ះពាល់ទៅដល់កិច្ចសហប្រតិបត្តិការបាទជាច្រើនបាទហើយចុងក្រោយគាត់ថាអ្វីដែលលោកអនុធានធ្វើហ្នឹងគឺហើយនឹងនិយាយហ្នឹងគឺជាការមួយដែលត្រៀមសម្រាប់ការឃោសនាបោះឆ្នោតនៅឆ្នាំក្រោយទេបាទនេះគឺជាប្រតិកម្មពីខាងភាគីថៃណាបាទភាគីថៃលោកអនុធានដែលកាលពីម្សិលមិញបាននិយាយដូចជាក្លាហានណាតកតងជាមួយនឹងការធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកសិតតែបើគ្មានមិនអាចលក់ទៅអាមេរិកបានទេបាទលក់ទៅប្រទេសណាផ្សេងក៏បានដែរបាទគឺมันអាចនឹងចោះញោមរឿងពុនកយពុនអីនឹងទេប៉ុន្តែនៅថ្ងៃនេះមួយថ្ងៃបាទក្រោយមកគឺនៅថ្ងៃទី13ថ្ងៃប្រហ័ននេះបែរជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាទក្រសួងពាណិជ្ជកម្មបាទចេញមកនិយាយដោយសម្រួលទៅវិញបាទដែលមានលក្ខណៈដូចជាការទូតបាទលក្ខណៈការទូត
ជាងនាយករដ្ឋមន្ត្រីបាទអ្នកស្រីបានបញ្ជាក់ថាសហរដ្ឋអាមេរិកនៅតែជាដៃគូដ៏សំខាន់បាទហើយរដ្ឋាភិបាលថៃនឹងនៅតែបដិញ្ញាចិត្តនៅក្នុងការរក្សាតុល្យភាពនិងទំនាក់ទំនងល្អហើយនឹងបន្តនៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយនឹងសហរដ្ឋអាមេរិកបាទគឺរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេះចេញមកដូចបង្ហាញនៅជំហរដែលមានលក្ខណៈការទូតនិងកណ្ដាលជាងអញ្ចឹងបាទអញ្ចឹងគាត់បើនិយាយសាមញ្ញគាត់គេហៅថាមកជួយលាងសម្អាតបាទលាងសម្អាតអ្វីដែលនាយករដ្ឋមន្ត្រីនឹងគាត់ប្រព្រឹត្តប្រផ្លូតជ្រុលមាត់ទៅបាទឥឡូវគឺមានប្រិមិត្តជាច្រើនបានសួរតាក់ទងជាមួយនឹងសារៈសំខាន់នៃដំណើររបស់ព្រះមហាក្សត្រថៃវិជ្ជលង្កនទៅបំពេញព្រះរាជទស្សនកិច្ចនៅក្នុងប្រទេសចិនបាទឥឡូវនេះព្រះអង្គបានយាងទៅដល់ហើយខ្ញុំសូមដកស្រង់អត្ថបទនេះរបស់សារព័ត៌មាន BBC Jonathan Head គាត់បានរាយការណ៍ពីទីក្រុងបាងកកប្រទេសថៃមកឥឡូវនេះខ្ញុំសូមចែករំលែកថាតើកាសែតBBC គាត់រាយការណ៍យ៉ាងម៉េចអញ្ចឹងប្រិមិត្តចាំទទួលហើយនឹងពិចារណាទាំងអស់គ្នាណាបាទព្រះមហាក្សត្រថៃមហាវិជ្ជរាលង្កនបានយាងមកដល់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ព្រះមហាក្សត្រថៃដែលកំពុងគ្រងរាជ្យព្រះរាជដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការយាងរបស់ប្រធានាធិបតីចិនលោកស៊ីជីនពីងដើម្បីអបអរសាទរខួបលើកទី50នៃការកសាងទំនាក់ទំនងការទូតឡើងវិញរបស់ប្រទេសទាំងពីរគេជឿថាប្រទេសចិនបានជំរុញឲ្យមានដំណើរទស្សនកិច្ចនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយប្រទេសថៃនៅតែជាសម្ព័ន្ធមិត្តយោធារបស់សហរដ្ឋអាមេរិកជាផ្លូវការប៉ុន្តែទំនាក់ទំនងជាមួយនឹងប្រទេសចិនបានរីកចម្រើនកាន់តែជិតស្និទ្ធគ្នាក្នុងរយៈពេលប្រមាណឆ្នាំថ្មីនេះផ្ទុយទៅវិញទំនាក់ទំនងជាមួយទីក្រុង Washington ត្រូវបានរំខានដោយការរិះគន់របស់សហរដ្ឋអាមេរិកចំពោះសិទ្ធិមនុស្សនៅក្នុងប្រទេសថៃដោយនិងពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងការយល់ឃើញថាសហរដ្ឋអាមេរិកលែងបដិញ្ញាចិត្តដោយពីមុនចំពោះមិត្តភក្តិអាស៊ីរបស់ខ្លួនទៀតហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយរដ្ឋាភិបាលថៃបាននិយាយថាដំណើរទស្សនកិច្ចនេះគូបញ្ជាក់ពីមិត្តភាពដ៏ជ្រាលជ្រៅនិងការយោគយល់គ្នាទៅវិញទៅមកដែលរួមគ្នារវាងប្រទេសថៃនិងប្រទេសចិនគ្រប់កម្រិតក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅកាន់រដ្ឋធានីប៉េកាំងព្រះមហាក្សត្រនិងម្ចាស់ក្សត្រីសុធីតានឹងយាងទស្សនាទីតាំងសំខាន់ក្នុងស្រុកដូចជាវត្តលីងកងនិងទីក្រុងអវកាសប៉េកាំងប្រធានាធិបតីស៊ីនិងភរិយារបស់លោកក៏នឹងរៀបចំពិធីជប់លៀងរដ្ឋសម្រាប់រាជវង្សថៃផងដែរប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសថៃហើយកាន់តែក្លាយជាគូប្រជែងកាន់តែខ្លាំងឡើងជាមួយនឹងសហរដ្ឋអាមេរិកក្នុងនាមជាប្រភពនៃការផ្ដល់សម្ភារៈយោធាជនជាតិថៃជាច្រើនមានដើមកំណើតមកពីជនអន្តោប្រវេសន៍ដែលមកពីប្រទេសចិនហើយរដ្ឋាភិបាលចិនតែងតែបង្ហាញនៅអ្វីដែលខ្លួនហៅថាទំនាក់ទំនងបងប្អូនឬជាគ្រួសាររបស់ពួកគេសារៈសំខាន់នៃចំណងទាំងនោះជាមួយប្រទេសថៃត្រូវបានគូសបញ្ជាក់នៅដើមឆ្នាំនេះនៅពេលដែលអាជ្ញាធរថៃបាននិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនអ៊ុយហ្គ័រចំនួន40នាក់ត្រឡប់ទៅប្រទេសចិនវិញបើទោះបីជាមានការប្រឆាំងនិងការព្រមានមិនឲ្យធ្វើដូច្នេះពីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ក៏ដោយបន្ទាប់មកនៅក្នុងខែសីហាការតាំងពិព័រណ៍មួយនៅមជ្ឈមណ្ឌលសិល្បៈសំខាន់របស់ទីក្រុងបាងកកដែលមានសិល្បករអ៊ុយហ្គ័រនិងទីបេត្រូវបានរារាំងបន្ទាប់ពីមានការតវ៉ាពីអ្នកការទូតចិនរដ្ឋាភិបាលថៃក៏ត្រូវបានជំរុញដោយមានការដាក់សម្ពាធរបស់ចិនឲ្យចាត់វិធានការប្រឆាំងនឹងក្រុមអ្នកបោកប្រាស់ដែលដំណើរការតាមបណ្ដោយអ្នកបោកប្រាស់អនឡាញដែលដំណើរការតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយនឹងមីយ៉ាន់ម៉ាហើយការជំទាស់របស់ប្រទេសចិនត្រូវបានសន្មតថាជាកត្តាមួយដ៏សំខាន់ក្នុងការរារាំងសំណើដើម្បីធ្វើឲ្យកាស៊ីណូនៅក្នុងប្រទេសថៃបានស្របច្បាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏សំខាន់លើកដំបូងរបស់ព្រះមហាក្សត្រវិជ្ជរាលង្កនចាប់តាំងពីព្រះអង្គឡើងគ្រងរាជ្យកាលពី9ឆ្នាំមុនកាលពីខែមេសាព្រះអង្គបានយាងជាលើកដំបូងទៅកាន់ប្រទេសប៊ូតានចំណងមិត្តភាពរវាងប្រទេសថៃនិងប្រទេសចិនត្រូវបានកាត់ផ្តាច់នៅឆ្នាំ1949បន្ទាប់ពីពួកកុម្មុយនីសបានឡើងកាន់អំណាចនៅក្នុងប្រទេសចិនបន្ទាប់ពីបានកម្ចាត់កងកម្លាំងជាតិនិយមនៅក្នុងសង្គ្រាមស៊ីវិលការនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងដំណើរទស្សនកិច្ច
ក្រៅប្រទេសដ៏ល្បីល្បាញរបស់ព្រះបិតារបស់ព្រះអង្គគឺព្រះបាទភូមិពលអាដូលយ៉ាដេទៅកាន់សហរដ្ឋអាមេរិកក្នុងទសវត្សរ៍1960នៅពេលដែលប្រទេសថៃត្រូវបានគេចាត់ទុកថាជាដៃគូដ៏សំខាន់ក្នុងសង្គ្រាមត្រជាក់និងជាមូលដ្ឋានដ៏សំខាន់សម្រាប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅឥណ្ឌូចិនប៉ុន្តែម្ចាស់ក្សត្រីសិរិនថនដែលជាព្រះអនុជរបស់ព្រះមហាក្សត្របានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារនិងរក្សាទំនាក់ទំនងថៃចិនចាប់តាំងពីពេលនោះមកម្ចាស់ក្សត្រីសិរិនថនបានសិក្សាសិល្បៈនិងភាសាចិនអស់រយៈពេល45ឆ្នាំកន្លងមកហើយតែងតែយាងទៅទស្សនាប្រទេសចិនជាញឹកញាប់បាទនេះគឺជាសេចក្តីរាយការណ៍របស់ BBC ទាក់ទងនឹងព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រថៃវជ្ជរលង្កនទៅប្រទេសចិនណាអញ្ចឹងប្រិមិត្តអាចទទួលយកបានតាមការគួរតើយល់យ៉ាងណាដែរបាទនេះគឺជាសេចក្តីរាយការណ៍ផ្លូវការណាបាទជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera ខ្ញុំសូមដកសំពី Al Jazeera ហើយនឹងមានប្រតិកម្មនានាពីខាងមន្ត្រីរបស់កម្ពុជាផងដែរណាអញ្ចឹងខ្ញុំនឹងរៀបចំជូនព័ត៌មានដំបូងគឺខាង Al Jazeera បានប្រាប់ឲ្យដឹងថាគឺប្រទេសកម្ពុជាបានជំលះប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនហ្នឹងជាច្រើនរយនាក់ចេញពីភូមិមួយនៅតំបន់ចំនួនជាមួយនឹងប្រទេសថៃដោយសារតែការតានតឹងរវាងប្រទេសទាំងពីរនេះកាន់តែកើនឡើងហើយវាជាការមួយគម្រាមកំហែងដល់កិច្ចព្រមព្រៀងជប់បាញ់គ្នាកាលពីខែកក្កដាហើយគឺមានក្រុមគ្រួសាររបស់កម្ពុជាប្រមាណជា250នាក់ត្រូវបានជំលះចេញពីភូមិព្រៃច័ន្ទដែលនៅខេត្តភៀកខាងបាទនៅក្នុងខេត្តឧត្តរមានជ័យបន្ទាយមានជ័យរបស់កម្ពុជាហើយអ្នកទាំងអស់នោះត្រូវបានយកទៅដាក់នៅឯវត្តមួយដែលមានចម្ងាយ29គីឡូម៉ែត្រពីតំបន់ព្រំដែននេះបើយោងតាមអភិបាលរងខេត្តគឺលោកលីសវណ្ណរិទ្ធបានបញ្ជាក់ប្រាប់សារព័ត៌មាន Al Jazeera ការជំរាបនេះគឺកើតឡើងមួយថ្ងៃតែប៉ុណ្ណោះក្រោយពីមានបរិសុទ្ធម្នាក់ពលរដ្ឋកម្ពុជាម្នាក់គឺឈ្មោះថាឌីណៃបាទត្រូវបានខាងថៃបាញ់សម្លាប់បាទនៅក្នុងពេលដែលប្រជុំមុខនៅតាមតំបន់ព្រំដែនហើយខាងកម្ពុជាគឺមានអ្នករងរបួសចំនួន3អ្នកថែមទៀតនេះបើយោងតាមនាយករដ្ឋមន្ត្រីរបស់កម្ពុជាគឺលោកហ៊ុនម៉ាណែតបានបញ្ជាក់ដឹងភាគីទាំងពីរបានស្ដីបន្ទោសគ្នាទៅវិញទៅមកចំពោះអ្វីដែលបានកើតមានឡើងកាលពីថ្ងៃពុធដោយអះអាងថាភាគីម្ខាងទៀតជាអ្នកបាញ់មុនបាទនេះគឺជាសេចក្តីរាយការណ៍របស់ Al Jazeera ហើយគាត់បានរាយការណ៍វែងទៀតប៉ុន្តែខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងបើ Al Jazeera ព្រោះវែងទៀតក៏ចូលជាក្នុងលក្ខណៈ background ជាសារបានថារឿងកាត់មិនអ្នកណាប្រតិកម្មយ៉ាងម៉េចអញ្ចឹងនេះគឺជារឿងរបស់ Al Jazeera ចាប់ផ្ដើមដល់ប៉ុណ្ណឹងហើយបន្តទៀតគឺខ្ញុំសូមជូននៅប្រតិកម្មរបស់ខាងរដ្ឋាភិបាលកម្ពុជាណាបាទខាងកម្ពុជាជាពិសេសគឺក្រសួងការពារជាតិមុននឹងចូលទៅដល់នេះខ្ញុំសូមរំលឹកពីចំណុចផងដែរគឺទី1គឺបើសិនជាប្រិមិត្តអាចនឹងជួយគឺបាទចំពោះជនរងគ្រោះនេះយើងគួរតែធ្វើយ៉ាងណាសកម្មភាពយ៉ាងណាជួយដល់គាត់ផងអ្នកទាំងអ្នកបាត់បង់ជីវិតទាំងអ្នកដែលសម្រាប់ពេទ្យហ្នឹងគឺយើងគួរជួយផងទៅបាទហើយចំណុចហ្នឹងសំខាន់ណាស់បាទសំខាន់ណាស់បាទអញ្ចឹងព័ត៌មានដែលបន្តទៀតហ្នឹងគឺខ្ញុំសូមដកសំពីខាងរដ្ឋាភិបាលកម្ពុជាគឺមិនទាំងស្រុងទេគ្រាន់តែសង្ខេបគឺជាទូទៅនៅថ្ងៃនេះគឺក្រុមអ្នកសង្កេតការអាស៊ានបាទសង្កេតការអាស៊ាននោះបានទៅទីតាំងកន្លែងដែលប្រជាពលរដ្ឋជំនះបាទអាជ្ញាធរជំនះប្រជាពលរដ្ឋចេញហ្នឹងក៏បានទៅដល់កន្លែងហ្នឹងដែរដើម្បីមើលស្ថានភាពនៅទីនោះបាទហើយពួកគាត់ក៏បានទៅដល់មើលនៅកន្លែងកាត់ហេតុដែរមកទៅមើលកន្លែងកាត់ហេតុហ្នឹងថារឿងយ៉ាងម៉េចបាទហើយក៏បានទៅមើលបាទនេះគឺកន្លែងមន្ទីរពេទ្យគាត់ក៏បានទៅសួរសុខទុក្ខអ្នកដែលរងរបួសសម្រាប់ព្យាបាលនៅទីនោះផងដែរបាទហើយបាទចុងក្រោយហ្នឹងគឺបាទគាត់ក៏បានទៅភូមិខ្ញុំបានជម្រាបហើយគឺហើយបាទចុងក្រោយគឺក៏បានទៅមើលកន្លែងពិធីបុណ្យសពរបស់ជនរងគ្រោះរបស់កម្ពុជានឹងផងដែរបាទអញ្ចឹងនេះគឺជាសកម្មភាពរបស់ខាងសង្កេតការអាស៊ានដែលប្រិមិត្តបានសួរកាលពីម្សិលមិញឥឡូវនេះខាងភាគីកម្ពុជាបានបង្ហាញសពបែបយ៉ាងទាំងអស់ហើយអញ្ចឹងបានមកដល់ពេលនេះខ្ញុំសូមរំលឹកមួយសារទៀតផងដែរគឺយកប្រភពផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាក៏ដោយរបស់រដ្ឋាភិបាលថៃក៏ដោយគឺយើងមើលតាមសារព័ត៌មានហើយផ្លូវការធំហើយនឹងប្រភពផ្លូវការពីព្រោះអីហេតុអ្វីបានជាខ្ញុំនិយាយអញ្ចឹង
ពីព្រោះមានអ្នកអនឡាញខ្លះរហូតដល់ message ប្រាប់ខ្ញុំថាឥឡូវនេះមានអ្នកស្លាប់ទី2ហើយប៉ុន្តែវាអត់មានទេណាបើអត់មានអញ្ចឹងទេអញ្ចឹងយើងគួរតែយកប្រភពផ្លូវការដើម្បីឲ្យដឹងច្បាស់ជៀសវាងការយល់ច្រឡំបន្ថែមទៀតរហូតដល់អ្នកខ្លះថាមានបាញ់គ្នាអីបន្តទៀតហើយបាទប៉ុន្តែព័ត៌មានហ្នឹងគឺខ្ញុំទៅមើលសារព័ត៌មានថៃគាត់ថានៅល្ងាចនោះគឺមានសម្លេងអីផ្ទុះមួយដែរប៉ុន្តែមិនមែនជាការបាញ់អីទេក៏សម្លេងផ្ទុះនៅខាងសារព័ត៌មានថៃគាត់រាយការណ៍អញ្ចឹងណាប៉ុន្តែគាត់ក៏មិនបានឲ្យដឹងថាតើសម្លេងផ្ទុះនោះគឺជាសម្លេងអ្វីដែរបាទអញ្ចឹងនេះគឺអ្វីដែលខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តនេះគឺជាសេចក្តីជូនដំណឹងបាទរបស់ខាងក្រសួងការប្រកាសព័ត៌មានរបស់ក្រសួងការពិជាតិដែលមានអ្នកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យបានបង្ហាញជូនប្រិយមិត្តទាំងអស់គ្នាបាទហើយនៅក្នុងពេលនោះដែរគឺក៏មានការផ្ញើសារជូនដល់គ្រួសារលោកឌីណៃដែលបានទទួលមរណភាពណានៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025បាទលោកឌីណៃនឹងយើងដឹងអត្តសញ្ញាណគាត់ហើយបាទគាត់អាយុ36ឆ្នាំបាទ36ឆ្នាំជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងភូមិព្រៃច័ន្ទឃុំអូបៃជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទគឺបានន័យថាគាត់ជាប្រជាពលរដ្ឋរងគ្រោះនៅទីនោះហើយឥឡូវនេះគាត់អស់ជីវិតរបស់គាត់ទៅហើយបាទអញ្ចឹងនេះគឺជាអ្វីដែលបានខាត់មានឡើងហើយទន្ទឹមនឹងនោះដែរគឺខាងក្រសួងការបរទេសរបស់កម្ពុជាណាក៏បានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងបញ្ហាហ្នឹងដែរបាទអញ្ចឹងខ្ញុំសូមបញ្ចូលលម្អិតទៅដល់បញ្ហាហ្នឹងទេជឿជាក់ថាប្រិមិត្តបានទទួលព័ត៌មានទាំងអស់នេះច្រើនហើយណាពីខាងភាគីរដ្ឋាភិបាល